ជំរាបសួរបងស្រីជំរាបសួរបាទអូមករយៈនេះចាជំរាបសួរបងប្អូនទាំងអស់គ្នាបងហើយមករយៈនេះឃើញបងបង្កើតកម្មវិធីនិយាយទៅមើលទៅមានការគ្រប់គ្រងមែនតើខ្ញុំឃើញពីទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនហ្នឹងឃើញចូលរួមទស្សនានៅក្នុងเพจរបស់បងមាសលក្ខណៈត្រីងៀតទេបងហ៎ចាមាសលក្ខណៈតារាត្រីងៀតបាទអូច្រើនមែនតើបាទពុកម៉ែបងប្អូនជាពិសេសហ្នឹងឃើញមានការសម្ដែងនៅលើឆាកបាទន័យថាជារៀលៗដែលខ្មែរយើងសកម្មភាពពិតៗឃើញរស់រវើកមែនតើជាពិសេសហ្នឹងគឺមានតារាជើងចាស់ដែលគាត់ខានឡើងសម្ដែងនៅលើកញ្ចក់ទូរទស្សន៍ក៏ដូចជាខានសម្ដែងនៅលើតាម social media ក៏ដូចជាកម្មវិធីផ្សេងៗបាត់យូរមែនតើជាពិសេសបងជាពិសេសហ្នឹងលោកពូបាត់ចូលមកក្នុងเพจមាសលក្ខណៈនៅនឹងទាំងអស់បាទត្រូវបាទជាពិសេសគឺលោកពូផ្លាទីនក៏ដូចជាលោកពូមាសសមនអីហ្នឹងចាគឺបាត់មុខបាទជំនាញជើងចាស់បាទហើយខ្ញុំពិតជាមានសក្តីសោមនស្សរីករាយមែនតើដែលបានបងស្រីបានអញ្ជើញនៅមរតកដើមក៏ដូចជាតារាបាទមរតករស់ក៏ដូចជាតារាដែលជើងចាស់ដែលពីមុនដែលគាត់បាត់មុខពីសិល្បៈយូរហ្នឹងគោះកកាយមកនៅក្នុងកម្មវិធីរបស់បងស្រីខ្ញុំចង់សួរមួយទៀតថាតើមូលហេតុអីបានជំរុញឲ្យបងស្រីហ្នឹងគោះកកាយក៏ដូចជាអញ្ជើញនៅតារាជើងចាស់ដែលពីមុនហ្នឹងបាទជើងក្មេងក៏អញ្ជើញដែរជើងក្មេងអីចឹងណាបាទមូលហេតុប៉ុន្តែឲ្យបកស្រាយបទចម្រៀងចាស់បាទមិនថាក្មេងមិនថាចាស់តែម្ដងនេះចាស់ទាំងអស់តារាក្មេងក៏ឲ្យច្រៀងបទចាស់ហ៎ហ្នឹងហើយឲ្យតែងខ្លួននេះស្លៀកពាក់បែបចាស់មើលទៅគាត់នឹងចាស់ដូចខ្ញុំក្មេងចឹងម្ដងនេះឥឡូវចាស់ដែរបងចាស់ដែរមើលម្ដងនេះចាស់ដែរអត់តែអង្គុយលើមុខ background ជាពិសេស background ដូនតាយើងខាងក្រោយនេះបាទខ្ញុំចាប់អារម្មណ៍នៅ background ពីក្រោយយើងហ្នឹងគឺខ្ញុំចាប់អារម្មណ៍មែនតើឥឡូវកុំតាន់អាចចូលទៅដល់ហ្នឹងមិនសួរបងថានឹកឃើញអីបានបង្កើតកម្មវិធីនឹងឡើងមែនទេបាទនឹកឃើញនឹកបងស្រីនឹកឃើញដូចម្ដេចដែរដែលបង្កើតកម្មវិធីនឹងឡើងជាពិសេសហ្នឹងបានអញ្ជើញតារាដែលចាស់ដែលគាត់បាត់មុខយូរនៅក្នុងពីវិស័យសិល្បៈមកទៅនេះតើក្នុងគោលបំណងអីដែរបងបាទចាមានក្នុងគោលបំណងអីគោលបំណងដែលយើងនិយាយថាបងក៏ជាតារាចម្រៀងអញ្ចឹងណាធ្វើហ្នឹងហើយកម្មវិធីហ្នឹងក៏ដូចជាសម្រាប់ខ្លួនឯងដែរប៉ុន្តែក៏នឹកឃើញថាបើបងស្គាល់ពួកគាត់តារាជើងចាស់ជើងក្មេងអីដែលស្គាល់ហ្នឹងគឺច្រើនក៏ចិត្តស្និទ្ធដែរចាហើយគាត់ក៏ដល់ពេលឃើញយើងបង្កើតកម្មវិធីនេះមិនមែនថាកម្មវិធីនេះបងកាន់ដូចជាយូរណាស់ហើយជាង10ឆ្នាំហើយអូនណាជាង10ឆ្នាំបងជាង10ឆ្នាំហើយតាំងបងចូលសិល្បៈមកបងតែងតែមាន background នេះគឺមកដាក់សំនៀងនេះមិនថានៅលើ studio មិនថានៅផ្ទះបាយតែអីទេឬក៏កាលពីបងនៅជាងនៅកម្មវិធីទូអប្សរាក៏គេមានដាក់រូបនឹងដែរអញ្ចឹងចិត្តបងក៏ស្រឡាញ់រូបស្រឡាញ់ចម្រៀងមកដាក់ដូនតាយើងផងឲ្យតែឃើញរូបនឹងសុបាយចិត្តហើយអញ្ចឹងបងក៏តែឃើញហើយផ្ដិតរូបគាត់យកមកដាក់ឲ្យពេញផ្ទះអូនឯងដើរមើលអត់សិតយកបងលើផ្ទះក្រោយផ្ទះអីក្រានបាយក៏មានដែរហើយចម្រៀងមកដាក់ហ្នឹងគឺបងអាសាច្រៀងនឹងមិនថាចេញតាមកម្មវិធីឬក៏នៅផ្ទះឬការ live អីចឹងណាតែដល់ពេលឥឡូវក៏រៀបចំនឹកឃើញថាចង់ធ្វើកម្មវិធីមួយដែលយើងថតឲ្យហៅតារាជើងចាស់ដែលស្គាល់ថាជាពិសេសគឺគាត់កម្មវិធីមិនសូវជាមានកម្មវិធីអីទូទៅមិនសូវជាមានអីច្រើនអញ្ចឹងឥឡូវយើងនាំមកច្រៀងលេងផ្ទះយើងតាហើយយើងអញ្ជើញពួកគាត់មកបងក៏បង្កើតកម្មវិធីមកដាក់សំនៀងមួយកម្មវិធីផ្ទះបាយមាសលក្ខណៈបាទតែប៉ុន្តែផ្ដោតច្រៀងនៅបទចម្រៀងមកដាក់ដូនតាយើងនេះខាងក្រោយនេះយើងទាំងអស់គ្នាហ្នឹងណាហើយពួកគាត់មកណៃនឹងមែនគាត់ក៏មកឃើញរូបហ្នឹងគាត់សប្បាយចិត្តដូចបងដែរអារម្មណ៍ដូចគ្នានេះអាជីពអ្នកសិល្បៈណាហើយអញ្ចឹងក៏បង្កើតជាកម្មវិធីមួយច្រៀងចាលើកយកបទចាស់ពីដើមមកក៏តតែអញ្ជើញពួកគាត់តួអង្គចាស់ហ្នឹងមកដែរដូចជាបទលោកនេះលោកមាសសមនពីដើមអញ្ចឹងតតែដូចលោកមាសសារ៉ាន់លោកផ្លាទីននឹងអញ្ចឹងបានគាត់ច្រៀងមកត្រូវជាមួយនឹងបងនេះជំនាញបទពីដើមហ្នឹងភាពខ្មិចខ្មៅជើតាមលោកតួអង្គលោកយាយប៉ែនរលោកយាយរស់សេរីធីអីហ្នឹងបទគាត់បងចិត្តបទសុបាយជាងបទកំសត់ទៀតបាទចាចំពោះការរៀបចំរបស់បងឡើងនេះសួរថាតើទីមួយជាចិត្តស្រឡាញ់ហើយសួរថាតើបងមានការ sponsor ឬក៏មានការឧបត្ថម្ភពីណាមកឬក៏ជាការស្រឡាញ់របស់បងធ្វើយ៉ាងម៉េចបានជំរុញឲ្យបងធ្វើបែបនេះការស្រឡាញ់របស់បងផ្ទាល់តែម្ដងហើយក៏ជាអាជីពរបស់បងដែរការធ្វើកម្មវិធីនេះគឺដើម្បីថាយើងកុំឲ្យទស្សនិកជនភ្លេចមុខបងដែលជាអ្នកសិល្បៈព្រោះទេប្រសាលបងចេញទៅសម្ដែងទៅតាមកម្មវិធីមួយតែ2 3បទ4 5បទអត់អស់ទេហើយបទដែលបងចេះពីដើមនៅច្រើនអញ្ចឹងយើងចង់លេងឲ្យបានច្រើនបទច្រៀងដូចថាចម្រៀងថាបទមួយចាស់
มันមានខ្សែសាច់រឿងអីចឹងលេងតែលេងសើចអីញ៉ៃញ៉ឲ្យសុបាយបត់មួយហើយនៅកប់ចោលច្រើនពេកចឹងបងយកលេងអត់តាន់អស់បត់ចម្រៀងឲ្យបងស្ដាយបត់ក៏នៅឃើញបង្កើតកម្មវិធីនឹងមើលច្រៀងនៅផ្ទះយើងច្រៀងទៅថតម្ដង40 បត់មើលមួយថ្ងៃ អូពិសេសមែនទេហើយបើថាអង្គុយ live វិញ live មួយថ្ងៃ100 បត់អីបងអង្គុយ live តែឥឡូវចម្រៀងចាប់ copyright ពេកចឹងបងដាក់ភ្លេងដាក់អីរៀបចំកម្មវិធីមួយចឹងដើម្បីយើងថតតោះហើយក៏ផុសតម្លាក់ទៅឲ្យបងប្អូនយើងស្ដាប់កំសាន្តហើយក៏អរគុណបងប្អូនអើយគ្រប់ត្រច្រើនមែនតើជួយ share ជួយ comment បានច្រើនណាស់ហើយក្នុងន័យមួយដែលនេះខ្ញុំចង់បង្ហាញពីទេពកោសលផងហើយក៏ប្រម៉ូទដោយថាខ្លួនឯងជាអាជីពហើយបងប្អូនតែការកំងកម្មវិធីឬក៏វងភ្លេងនេះខ្ញុំកំងនេះខ្ញុំទៅច្រៀងតាមកម្មវិធីគាត់អីចឹងគាត់នៅតែឃើញយើងនៅតែសម្ដែងនៅអីចឹងណាចាគោលដៅនឹងមួយហើយបងប្អូនគាត់គ្រប់ត្រផងដែរយូរជាង10ឆ្នាំគាត់ស្រឡាញ់ណាស់បាត់អត់បានទេឲ្យតែស្ងាត់តិចគាត់ខលមកអូនអត់ឃើញច្រៀង live អត់ឃើញច្រៀងផុសគាត់ចង់ស្ដាប់ចម្រៀងបាត់ពីដើមទៅយកឲ្យបងច្រៀងវិញដែរបានន័យថាគាត់ថាគាត់យកតែបងច្រៀងសំបាត់ពីដើមចឹងណាចាបាទថាគាត់ចង់ស្ដាប់នៅសម្លេងប្លែកមករសជាតិទៀតបែរថាសម្លេងមរតកដើមគាត់បានស្ដាប់ហើយរៀងរាល់ថ្ងៃហើយអញ្ចឹងគាត់ចង់ស្ដាប់បងបកស្រាយឡើងវិញថាតើការបកស្រាយដែលមរតកដើមជាសំនៀងដែលបងបកស្រាយហ្នឹងវាសំនៀងយ៉ាងម៉េចពេលខ្លះជាអារម្មណ៍របស់គាត់ដែលចង់បាននៅបានន័យថាជាបែបថ្មីណាបាទជាសំនៀងចាស់អីដដែលទេគាត់ថាជាអ្នកចម្រៀងដែលថ្មីគាត់គ្រាន់តែប្លែកអារម្មណ៍មួយថាដូចថាគាត់ស្រឡាញ់ដូចបងដែរអញ្ចឹងគាត់គ្រប់ត្របាត់ពីដើមហ្នឹងតាមដែលបងបកស្រាយហ្នឹងណាអ្វីដែលបងសួរហ្នឹងហើយបងក៏យល់ពីទឹកចិត្តបងប្អូនអញ្ចឹងដែលគាត់ទស្សនាជើងចាស់ជើងអីដែលជួនកាលក្មេងៗគាត់ស្រឡាញ់ដែរបត់មកដាក់បងគាត់កើតចេញមកគាត់ស្រឡាញ់បត់ដូនតាពីដើមហ្នឹងគាត់បងគាត់ឆាតមកបងរៀនជាងនៅកណោខ្ញុំចង់ចេះជាងបាត់ពីដើមពីបងឯងដែរចាំបងប្រាប់បងចេះមុនអញ្ចឹងបងដឹងមុនចេះជួយប្រាប់ទៅវិញដែលយើងធ្វើបានអញ្ចឹងណាអូនចាហើយមួយទៀតពុកម៉ែបងប្អូនអារម្មណ៍គាត់គឺគាត់ស្រឡាញ់បត់ចម្រៀងមកដាក់ដើមហើយដល់ពេលគាត់ឃើញក្មេងៗចំនួនក្រោយនេះដែលគាត់ដែលចេះលើកយកបត់ចម្រៀងពីដើមមកច្រៀងឲ្យសមនឹងចិត្តគាត់ទៅអីចេះច្រៀងតាមបត់ពីដើមបានតំណងច្រៀងបានល្អនេះសំលេងគាត់ថាសំលេងបងនឹងសមច្រៀងបត់ពីដើមបត់អីក៏សមដែរអញ្ចឹងណាពីរោះអញ្ចឹងទៅបាទជាបន្ទាប់បាទជាកិច្ចបន្ទាប់ខ្ញុំចង់សួរបងថាតើនៅក្នុងនេះពី background ពីក្រោយរបស់បងនេះខ្ញុំឃើញមានដូចតារាជើងចាស់ច្រើនមែនទេដូនតាយើងមកដាក់អានេះគេហៅមកដាក់ណាមកដាក់ដូនតាចាដូនតាខ្ញុំចាប់អារម្មណ៍ background នឹងខ្លាំងមែនទេអញ្ចឹងខ្ញុំចង់សួរបងបន្តទៀតថាតើមូលហេតុអីបានជំរុញឲ្យបង print រូបនៅមរតកដើមដាក់នៅខាងក្រោយនេះដោយសារតែបងស្រឡាញ់ចូលចិត្តច្រៀងតាមគាត់ហើយស្រឡាញ់គ្រប់ពួកគាត់ហ្មងស្រឡាញ់ខ្លាំងណាដូចថាបានស្ដាប់ចម្រៀងគាត់នោះគឺថាខ្នក់ខ្លាញ់គាត់តែម្ដងបើមិនដល់ព្រោះវិញទៅច្បាច់ដាច់បាច់ជើងសុំធ្វើគ្រូហីមែនណានិយាយចឹងមែនណាទាំងអស់បងប្អូនយើងដែលស្រឡាញ់ចម្រៀងមិនថាតែបងទេតែស្ដាប់ទាំងអស់គ្នាដែលស្រឡាញ់វិស័យសិល្បៈចម្រៀងគឺឲ្យតែថាបတ်ពីដើមគឺគាត់ស្ដាប់ទៅគ្រប់រូបទាំងអស់នេះដូនតាយើងដោយលោកតាសុនស៊ីសមុទ្រលោកយាយរស់សេរីទាឃើញទេគេហៅលោកតាព្រោះយើងកូនចៅច្រើនក្រោយតាមពិតយើងមានជាប់ជាសាច់ឈាមអីទេប៉ុន្តែគេហៅតែជាកូនខ្មែរជនរួមជាតិយើងហៅចឹងទៅការគោរពចាអញ្ចឹងយើងបើយើងហៅថាលោកសុសម៉ាត់លោកសុនស៊ីសមុទ្រលោកប៉ែនរនអញ្ចឹងដូចថានេះពេកដាច់ពេកអញ្ចឹងយើងហៅអញ្ចឹងណាពាក្យគួរសមបាទជាការគោរពដឹងគុណផងបាទហ្នឹងហើយនេះគាត់គ្រប់រូបហ្នឹងណានិយាយទៅបងប្អូនយើងមិនថាតែអូនម្ដងឃើញចាប់អារម្មណ៍ឃើញទេខ្ញុំចាប់អារម្មណ៍មែនទេហើយចេះច្រៀងអត់ចឹងខ្ញុំចូលចិត្តស្ដាប់ប៉ុន្តែគាត់ថាយើងមិនមែនអ្នកចម្រៀងគាត់ថាអ្នកចូលចិត្តស្ដាប់ក៏ស្រឡាញ់រូបហ្នឹងដែរចាប់អារម្មណ៍បានមកដល់សុំបងខ្ញុំសុំថតនៅ background ក្រោយហ្នឹងហ្មងបងពីព្រោះខ្ញុំចាប់អារម្មណ៍ហើយណាមួយទៀតខ្ញុំចង់សួរបងតាក់ទងជាមួយនឹងមរតកដើមក៏ដូចជាអ្នកចម្រៀងនៃសម័យមុនហ្នឹងថាតើបងចេះនៅបទចម្រៀងអ្វីខ្លះពីពួកគាត់ហើយបទនីមួយហ្នឹងបានបន្សល់នៅអនុស្សាវរីយ៍អីខ្លះនឹងមានប្រវត្តិជូរចត់យ៉ាងណាក៏ដូចជាសប្បាយយ៉ាងណាសម្រាប់មរតកដើមចំពោះគាត់ម្នាក់ហ្នឹងចាបងនិយាយពីប្រវត្តិយើងបងអត់ដឹងច្បាស់ហើយបងបានស្រាវជ្រាវណាតែបងចាគាត់ដឹងថាគាត់ជាម្ចាស់បទអីខ្លះអញ្ចឹងទៅចាចេះច្រើនដែរដូចថាយើងនិយាយថាលោកតាសុនស៊ីសមុទ្រចាស់បទគាត់ណាដោយអូនធ្លាប់ឮធ្លាប់ចេះហើយណាមានច្រើនបទណាស់ចាបទគាត់ទួលកោកទួលកម្មអីចឹងទៅចាទៅវាហប់មកយើងថាគាត់ថាគាត់ចាស់បទចឹងណាហើយលោកយាយរស់សេរីធាចឹងទៅមានបទគាត់ដងជ្រោះទឹកភ្នែកអីចឹងទៅអូយបទគាត់មានច្រើនណាច្រើនហ្មងចាហើយបទលោកយាយប៉ែនរនចឹងទៅបទគាត់ណាបទគាត់លោកយាយប៉ែនរនអូនដឹងទេស្គាល់ទេថាបទអីទេបទគាត់ដូចច្រើនមែនតើចាស្នេហ៍ក្រៅម្លប់ជ្រៃហ្នឹងបទគាត់ទឹកហោតិចរំលេចជាភ្លែងខ្យាយំប្រឡាញ់លើសល្វើ
ជាមួយដើមជ្រៃដែលឈរប្រងើយដូចយើងទាំងពីរគៀកាយស្នេហ៍អើយក្រោមច័ន្ទភ្លឺថ្លានឹងបត់គាត់ណា ស្នេហ៍ក្រោមលុបជ្រៅណាបង បត់លោកយាយរស់សេរីធាមានច្រើនណាបត់គាត់ បាទ ស្ដាប់សតឹងជ្រួយឆ្លួនឹងថ្មដាបីដូចវាចាអូនសួរទៅបងសំដីមួយម៉ាត់បងឆ្លើយបែកខ្នងសែនខ្មាំងនេះផងដែលដឹងហេតុការបាត់លោកយាយរស់សេរីសុធាអូយមានច្រើនយើងសង្ខេបបន្តិចតិចឯងបើសិនជាជាងអស់បាត់គាត់នឹងយប់បោះភ្លឺអស់ដែរជាងមួយខែក៏មិនតាន់អស់ដែរបាត់គាត់ណាបាទឥឡូវខ្ញុំចង់សុំបងបាត់មួយក៏ប៉ុន្តែរៀងវែងបន្តិចពីព្រោះថាក្នុងតាមមួយបាត់ទេក៏ប៉ុន្តែខ្ញុំចង់ឲ្យបងពលានៅត្រឹមអែណាព្រោះមែនតើទៅហេតុអីក៏ខ្ញុំឲ្យចង់ឲ្យបងពលាត្រឹមអែដោយសារខ្ញុំចង់ឲ្យពុកម៉ែបងប្អូនដែលកំពុងតែទស្សនានៅកំពុងតែជួបមិនដាច់នៅតាម social media ក៏ដូចជាតាមកញ្ចក់ទូរស័ព្ទកញ្ចក់ទូរទស្សន៍អីផ្សេងៗហ្នឹងចង់ឲ្យគាត់បានដឹងនៅសំនៀងរបស់បងក៏ដូចជាសម្ដាប់នៅសំនៀងរបស់បងព្រោះបងនៅពេលដែលបង្ហើរសំនៀងទៅពុកម៉ែបងប្អូនអត់ចង់ឲ្យចាប់ភ្លាមទេពីព្រោះស្ដាប់ទៅមានអារម្មណ៍ថាខ្លីពេកហូចចូលបងទៀតខ្លីពេកពីព្រោះថាសំនៀងបងគឺព្រោះបាទមិនមែនថាបើសម្រាប់ខ្ញុំថាព្រោះហើយក៏ប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនដតីទៀតជាពិសេសបងប្អូនដែលរស់នៅឯនាយសមុទ្រក៏ដូចជាកាណាដាអាមេរិកអូស្ត្រាលីបារាំងក៏ដូចជាប្រទេសផ្សេងៗហ្នឹងគឺគេស្គាល់បងច្រើនជាងអ្នកនៅក្នុងស្រុកយើងនឹងទៀតបាទជាច្រើនអ្នកក្រៅប្រទេសដែលគេគ្រប់គ្រងបងស្រីអញ្ចឹងខ្ញុំចង់ចាប់អារម្មណ៍ផ្ទាំងក្រោយនឹងមែនតើចង់ឲ្យជាងអង្គគ្នាហ្នឹងមែនទាំងផលទាំងស្រីហ្នឹងណាតាស្រីបាទបងបងឯងអ្នកជាងបងចាំខ្ញុំជ្រាវតែតរៀនសិនបងប្អូនឥឡូវណៃស្គាល់អត់រូបនេះអូនរូបនេះស្គាល់ហើយអូពៅវណ្ណារីបាទខ្ញុំឃើញរូបប៉ុន្តែខ្ញុំអានឈ្មោះហ្នឹងដោយសារមានអក្សរនៅក្រោមអញ្ចឹងហ៎បាទអញ្ចឹងខ្ញុំចង់ឲ្យបងស្រីមិនជំនាន់ក្រោយអត់ស្គាល់ទេណាមិនស្រួលហ្នឹងនៅពីក្រោយបងណាចាំមើលគាត់ឈ្មោះគាត់ពៅវណ្ណារីវណ្ណារីហ្នឹងបត់គាត់បត់ដែលល្បីនេះគឺថាយំអស់ទឹកភ្នែកចឹងទៅអូបត់ល្បីគាត់មានច្រើនណាស់ហើយមូលហេតុអីបានយំអស់ទឹកភ្នែកសាច់រឿងគាត់បត់ហ្នឹងហ៎សាច់រឿងគាត់ហ្នឹងបត់ហ្នឹងគឺបត់ឈឺចិត្តចានោះប្រុសនឹងស្រឡាញ់ហើយប្រែប្រួលយំអស់ទឹកភ្នែកចាហើយគាត់ក៏យំបាទអញ្ចឹងសុំបងបង្ហើសំនៀងបែបរបស់គាត់បន្តិចមើលថាតើសំនៀងរបស់គាត់ហ្នឹងកំសត់យ៉ាងម៉េចធ្វើម៉េចបានយំអស់ទឹកភ្នែកអញ្ចឹងសូមពុកម៉ែបងប្អូនស្ដាប់ដូចតទៅបាទយូរឆ្នាំមកហើយចិត្តខ្ញុំអើយនៅទ្រាំអូនស្រែកអូនត្រយំអត់ទាំងភ្នែកយំស្ទើរតែបែកប្រែអរ៉ាទ្រង់រីស្ងួតបែកក្រហាញប្រែនេត្រាព្រោះតែស្នេហ៍រូបបងមួយនៅតែសង្ខារទុកបជាស្នេហ៍បងគ្រាក្រោយដែលអូនបានផ្សងជួបបងជាតិមុខកុំឲ្យជួបទុកជួបក្តីព្រួយបើជួបបងសូមឲ្យបានជួបមួយនឹងមួយហើយកុំឲ្យជួមស្នេហ៍ចិនព្រានស្នេហ៍អូនធំណាស់ស្នេហ៍អូនធំណាស់ធំសែនធំជាងផែនដីហើយក៏គ្មានអ្វីប្រៀបមកមិននឹកស្មានថាចិនស្នេហ៍ដល់ថ្នាក់នឹងអូនទៅតែដឹងនៅពេលបងធ្វើបាបអូយព្រោះមែនតែនបងបាទសឹងតែអត់ចង់ឲ្យចប់នៅឃ្លាហ្នឹងណាបងបាទបាត់គាត់ព្រោះណាបាត់ល្បីឲ្យដូចជាបាត់ទាំងលន់សដូចបងហើអូនប្រលឹងស្នេហ៍អូនទៅទុំឲ្យអូននៅតែម្នាក់ហើយអូយចាបាទព្រោះមែនតែនបាទខ្ញុំស្ដាប់នៅបទ
ពើវណ្ណរី ពើវណ្ណរី ហើយបើចង់ដឹងទេគឺថាចូលក្នុង YouTube ចាវាយទៅឈ្មោះគាត់ទៅពើវណ្ណរីយំអត់ទឹកភ្នែកទឹកហូរហ្នឹងគឺបាត់គាត់បាត់ល្បីចាហើយចឹងនៅមាននៅខាងនេះនេះដូចជាបាត់ខាងនេះមើល បាទទឹកភ្នែកស្រីម៉េះ ឈួនម្លាយបាត់គាត់តែល្បីអូយបាត់នេះ បាត់អីដែរបងដែល អូនជារៃមៀងរៃលៀមបង្ក ហើយមូលហេតុអីបានគាត់ច្រៀងបាត់អូនជារៃមៀងហើយមើលពាក្យថារៃប្រហែលហ្នឹងគឺចាំឲ្យហាក់សបាយក៏ប៉ុន្តែយប់ឡើងមិនក៏យំបាទមូលហេតុអីមិនដឹងជាគាត់ច្រៀងឲ្យខ្លួនឯងឬក៏អ្នកណាយើងអត់ដឹងទេអត់បានស្រាវជ្រាវតែដឹងថាគាត់គឺជាម្ចាស់បទដូចថាអូនជារៃមៀងហ្នឹងហ្មងគឺថាហើយនៅក្នុងអត្ថន័យបទចម្រៀងហ្នឹងយ៉ាងម៉េចដែរនៅក្នុងអត្ថន័យ ចាំស្ដាប់មែន បាទចាំបងច្រៀងទៀតណា បាទនិយាយទៅចង់ឲ្យបងបង្ហាពីព្រោះថាមែនតែនទៅពេលខ្លះគេស្គាល់តែរូបភាពស្គាល់ឈ្មោះនៅក្នុងហ្នឹងប៉ុន្តែអត់ដឹងថាបទចម្រៀងគាត់មានបទហ្នឹងខាងស្រីហ្នឹងគាត់ខូចគាត់អូគាត់ខូចវិញគាត់ក្នុងអត្ថន័យហ្នឹងក្បត់ដូរចិត្តយ៉ាងហ្នឹងណាដូរតំណុំចាស់ទៅតំណុំថ្មីដូរជិះឡានថ្មីចោលឡានចាស់អីចឹងអូបងសុំបង្ហាបទអីដែរបងបាទអូនជារៃមៀងសុំផ្លាំងត្រនំប្តីហើយកុំយំស្ដាយអូនធ្វើអ្វីអូនដោត្រង់ចាំងផ្លាអោបត្រង់ថ្មីធ្វើម្ដេចនិស័យជួបគ្នាត្រឹមនឹងបងកងឈើអានថែមពន់វពេជ្ររៃខ្ញុំសូមផ្លេចប្តីហើយកុំខឹងធ្វើម្ដេចវាសនាចាមកអញចាំងត្រូវទ្រាំត្រូវប្រឹងថែកូនឲ្យផងធ្លាប់ជីងឡានឡដូចយកឡានផ្លិតប្តីហើយកុំកិនរៃលាបងកមានញាតចាំសាយរឿងអូននឹងបងសូមផ្ដាំទៅផងសាយតាមចិត្តចង់មានឈ្មោះជារៃស្រីនាងចំរៀងវាសនាមិនទៀងជួនត្រូវជួនខុងលាកតុងខ្យាណូដមរៀមដៃប្រងអូនសូមលាឈ្មោះរួជាហងហើក្នុងផ្ទះដៃអបអបមួយបាត់គាត់ឆ្ងាញ់បត់ហ្នឹងចាចាប់ហ្មងបាត់ហ្នឹងចាប់ហ្មងដោយសារជក់នឹងសាច់រឿងគាត់និយាយទៅខ្ញុំស្ដាប់មើលទៅគឺគាត់ដូចច្រៀងឲ្យខ្លួនឯងយ៉ាងម៉េចមិនដឹងទេណាចាតែមានសាច់រឿងហើយចាស់ពីដើមមានរឿងស្ដាប់ទៅធ្លាប់ជិះឡានចាស់ឡានឡូបដូរយកឡានថ្មីហើយដល់ទៅពេលគាត់ច្រៀងឲ្យគាត់ឃ្លាមួយទៀតអូនជារៃមាសបានន័យថាគាត់ជីវិតអ្នកចម្រៀងគាត់ជីវិតអ្នកចម្រៀងហើយគាត់ច្រៀងឲ្យខ្លួនឯងចឹងណាបាទអញ្ចឹងបានន័យថាលោកស្រីចាជួនម្លាយគាត់ណាចាបាទអូគាត់ច្រៀងនោះប្រហែលជាតាក់ទងជាមួយនឹងតារាចម្រៀងណាម្នាក់មិនមែនថាជារឿងគាត់ឬក៏ជារឿងនរណាទេធម្មតាអ្នកនិពន្ធការពីជំនាន់មុនទៅបងប្អូនតាមស្រាវជ្រាវទៀតទៅមានអ្នកគាត់តាមស្រាវជ្រាវដឹងពីបទនីមួយៗនិយាយទៅពីសបល់គឺបទនីមួយៗសុទ្ធតែមានអត្ថន័យនៅក្នុងហ្នឹងហើយអត្ថន័យហ្នឹងទៀតសោតពេលដែលយើងស្ដាប់ទៅណាដូចនាំពួកយើងហ្នឹងទៅកាន់នៅក្នុងបានន័យថានាំយើងទៅកាន់នៅក្នុងបទចម្រៀងអត្ថន័យនីមួយៗហ្នឹងអញ្ចឹងបានន័យថាការនិពន្ធរបស់រៀមច្បងក៏ដូចជាលោកអ៊ំឬក៏លោកតាកាលពីជំនាន់មុនហ្នឹងអត្ថន័យរបស់ពួកគាត់នីមួយៗហ្នឹងគឺចាក់ដោតទៅលើរឿងពិត
ហើយមានអ្នកដែលគាត់ស្រាវជ្រាវដឹងពីប្រវត្តិតារាចម្រៀងជើងចាស់ពីដើមគាត់ដឹងតាដឹងប្រវត្តិពីម្នាក់ទៅម្នាក់ដឹងបាទតគ្នាអញ្ចឹងសម្រាប់បងវិញគឺថាដឹងតែគាត់ច្រៀងបទអីខ្លះទេបាទប៉ុន្តែស្ដាប់នៅក្នុងអត្ថន័យគឺបាននាំទស្សនិកជនក៏ដូចជាយើងផ្ទាល់ដែលស្រឡាញ់មរតកដើមក៏ដូចជាស្រឡាញ់បទពីដើមហ្នឹងនាំចូលទៅក្នុងបទចម្រៀងអត្ថន័យបទចម្រៀងហ្នឹងតែម្ដងបាទអញ្ចឹងក្រោយពីបានស្ដាប់លោកស្រីធឿនម៉ាឡៃរួចហើយបាទអញ្ចឹងខ្ញុំសុំលោកស្រីហួយមាសខ្ញុំចង់ដឹងថាតើបទណាដែលជា unit របស់គាត់ណាបានន័យថាជាប្រចាំតកូលដែលគាត់ស្រឡាញ់ហ្នឹងសំឡេងគាត់និយាយពីផ្អែមមកលួយលេសឈ្ងុយឆ្ងាញ់ឲ្យសតុនបទនេះបទគាត់ល្បីគឺបទបរិយជូឡុងចាសំដីបរោះរាត្រីសេកងបទគាត់ព្រោះណាសិតតែបទប្រចាំបានន័យថាគេហៅថាប្រចាំតកូលណាចាចាំមើលបងច្រៀងសង្ខេបបទគាត់បន្តិចបទនីមួយណាបទណាដែលជា unit គាត់មែនតែននៅក្នុងមួយបទដែលគេស្គាល់ច្រើនគឺរាត្រីសេកងចារាត្រីសេកងនោះគឺគេស្គាល់ថាបទគាត់ហ្មងក្នុងអត្ថន័យបទចម្រៀងរាត្រីសេកងនេះយ៉ាងម៉េចដែរបងរាត្រីសេកងបានប្រងព្រាប្រាចាំប្រងកល្យានជាគូវាសនានៅក្រោមរស្មីចានរាំងភ្លឺថ្លាប្រពឈ្នះចលសាដែលហរហាយស្រឡាញ់តែបទគាត់អត់បាច់ប្រឹងទេជាងអូនបទគាត់សំឡេងគាត់ដល់សតុនតែស្រាលយ៉ាងណាឥឡូវសុំដាក់បទណាមួយឲ្យគាត់មកចប់មើលបងខ្ញុំចង់ដឹងថាតើសំនៀងការដែលច្រៀងមិនបាត់ប្រឹងនឹងសតុនរបស់គាត់ដែលជូនទៅទស្សនិកជនដែលការស្ដាប់សឹងតែមិនចង់ងើបពីដេកបើថាស្ដាប់ដល់ដេកនោះជឿឡងបរិយជូឡុងចាឲ្យព្រោះមកសុំបទនឹងមួយបទមកបងបាទបរិយជូឡុងអនឡុងស្នេហ៍ខ្ញុំរកជាតិណាធំរៃយំរវើអូនក្តាច់អូនខ្ញាំពុំចាចអនឡើយកន្លែងនេះជាកណាយអដមស្នេហ៍វ័យចំណាំងចេតនាធ្នមចិត្តត្រួយមិនចាំងជីវិតអាណិតដល់ខ្ញុំក្រោមតៃមេឃានាពេលស្រទុំមកលុបជើធំស្លាត់ស្លងកាមាសំផររុក្ខជាតិប្រៀបបានត្រង់អនដែលធ្លាប់ស្រពនរួយរីកដល់ផ្កាស្នេហ៍តនត្រជាងរួមរាំងប្រាថ្នាធ្នមថាគុណធាមិនអើយក្រៀមស្វិតបរិយជូឡុងអនឡុងស្នេហ៍អើយមានតែនាងហើយដែលដឹងរឿងពិតអូនប្រកលប្រាណនឹងផ្ញើជីវិតសូមបងអាណិតកុំកិច្ចកាយឡាបត់គាត់ពេញហ្នឹងចាគិតទៅសំនៀងរបស់បត់គាត់នីមួយគឺថាសំឡេងខុសគ្នាបែបសតុនគេហៅថាបែបតាមធូនរៀងខ្លួនណារៀងខ្លួនណាបែអញ្ចឹងណាអញ្ចឹងបងឲ្យដល់បងច្រៀងបត់គាត់គឺបងខំប្រឹងពុតសលេងសើសលេងបងខ្លាំងហ៎ឲ្យច្រៀងបត់គាត់បងខំប្រឹងធ្វើសលេងតូចសតុនលែកតាមគាត់ហើយបំពេណាបំពេបត់គាត់មួយទៀតល្បីអោវាស្នាចំការសំរងភ្
ភ្លឺស្រែស្លាប់ក្តោងចិត្តរងចាំចាប់មកថ្ងៃនេះសតុនចឹងបាត់គាត់ប្អូនដែរលាក់មួយឯង បាទគាត់ថានៅសំឡេង ហ្មង បំពង់កគាត់ហ្នឹងបានថាសឹងតែអត់ចង់ឲ្យហើបចេញពីគ្នាទេគាត់ពេលនៅក្នុងបំពង់ក ពេលហ្មងស្ដាប់សលេងគាត់ងុយគេងណាចាស្ដាប់ អូពិតជាពិសេសមែនតើបានន័យថាបាត់អីបុរីជូឡុងហ៎ បុរីជូឡុងចាហើយបាត់ចំការសម្រោងឯង គឺស្ដាប់នៅក្នុងអត្តន័យបាត់បុរីជូឡុងហ្នឹងដូចមាន ស្នេហ៍វ័យស្នេហ៍វ័យចំណាស់ចាស់ចាស់ណា បាទស្នេហ៍នៅក្នុងហ្នឹងបំពេមែនក៏ប៉ុន្តែវាមានឧបសគ្គខ្លះៗនៅក្នុងហ្នឹងដែលធ្វើឲ្យគាត់បំពេលួងលោមនៅក្នុងហ្នឹងកុំឲ្យស្នេហ៍ហ្នឹងវាមានរបួសណាបាទបែរថាកុំឲ្យឆ្លោះគ្នាអញ្ចឹងទៅខាងស្រីនេះលួងលោមផ្អែមល្ហែម បាទលួងលោមបែរថាលួងលោមខាងប្រុស ស្នេហ៍វ័យចំណាស់គាត់ត្រូវការផ្អែមល្ហែមអញ្ចឹង បាទខ្លាច់តាទៅរកយាយផ្សេងអញ្ចឹងណាបាទអញ្ចឹងពុកម៉ែបងប្អូនយើងនឹងបន្តទៀតពីព្រោះថានៅខាងក្រោយរូបខ្ញុំក៏ដូចជាបងស្រីនេះ ឃើញរូបគាត់ណាគឺថាខ្លាចហ្មងបាត់គាត់ បាទដូចខ្ញុំចាប់អារម្មណ៍ឈ្មោះអីលោកស្រីម៉ៅសារ៉េតបាទខ្ញុំឃើញ ពីដូនម៉ៅសារ៉េតហ្នឹងបាច់ទេបាត់គាត់ណាល្បីហ្នឹងបាត់ហ៎មេឃខ្មៅងឹតនេះមេឃបងខ្មៅយ៉ាងដាក់មកខ្ញុំមើលទៅការតែងខ្លួនដែលបងស្រីយកមកដាក់នៅលើ background នេះខ្ញុំមើលការតែងខ្លួនរបស់គាត់ពាក់វ៉ែនតាលាបក្រែមឲ្យសក់របស់គាត់ហ្នឹងធ្វើមកហ្នឹងមើលទៅ បូកូស្បៃបូកូចាស់ពីដើមណា បែបចង់ន័យថា ស្បៃក្តៅស្បៃបូកូហ្នឹង បែបរបស់គាត់មួយបែបណាបាទអញ្ចឹងខ្ញុំចង់ដឹងថាបទចម្រៀងដែលបងបានរៀបរាប់មិញហ្នឹងនៅក្នុងហ្នឹងអត្ថន័យយ៉ាងណាបងជួយបញ្ចេញវោហាសំនៀងឲ្យចប់មួយបទនៅក្នុងរបស់គាត់ដើម្បីឲ្យពុកម៉ែបងប្អូនបាន ចង់ចាប់ទៅប្រូលមើលសិន អូ ព្រោះថាបទហ្នឹងគឺតឹងខ្លាំងណា បាទ តឹងឲ្យបច្ចេកទេសនៃការច្រៀងគាត់ណា បាទនិយាយថាមានកលុកកលាក់នៅក្នុងការអឿន តឹងខ្លាំងណា បង្ហើរឡើង សេចប្រើតថាមកអស់សលេងមកបើថាបើចង់ច្រៀងឲ្យព្រោះហ្មងតឈរមិនបាច់ទេកុយទៅមុំទៅគាត់ទូអត់ដឹងថាចាសំនៀងលោកស្រីម៉ៅសារ៉េតពីដើមហ្នឹងគឺថាមានបទគាត់ដែលល្បីមានច្រើនដែរដូចជាបទដំបៅស្នេហ៍អីចឹងណា បាទន័យថាសំឡេង ភ្លេចអនចោលចង់បទអីហ្នឹងសើបទគាត់ណា ចុះតែបទយូនីតរបស់គាត់ហ្មងបទអីគេដែរបងស្រីបាទ មេខ្មៅងងឹតបទដែលមេបទឲ្យតារាចម្រៀងដូចជាបងអីយូរតើថាថ្ងៃណាសុខភាពល្អអីហ្នឹងមានកម្លាំងអីខ្លាំងបានច្រៀងបានស្រែកខ្លាំងហើយបច្ចេកទេសនៃការច្រៀងរបស់គាត់ក៏ខ្លាំងមកបទហ្នឹងមេបទគាត់មកចាគេហៅមេបទណាចាគាត់ថាមកសនំប៉អូនច្រៀងបទនេះមើលមេខ្មៅងងឹតអូបងឲ្យចាំវគ្គលើក្រោយទៅស្រួលខ្លួនទេបទហ្នឹងសនំប៉ឲ្យបទហ្នឹង បាទន័យថាបទហ្នឹងគឺកម្លាំងនៅក្នុងខ្លួនចាប់ពីចុងជើងដល់ចុងសក់គឺត្រូវប្រើទាំងអស់ តឹងជុំឯងងុំបច្ចេកទេសនៃគាត់ច្រៀងហ្មងចាំមើលមេខ្មៅងងឹតវែងអញ្ចឹងគាត់តលាក់ណាមេខ្មៅងងឹតសំឡឹងមើលចិត្តចិត្តអត់មេត្តាបត់វែងអញ្ចឹងអូនអញ្ចឹងអូ បានន័យថា ចាបូផាមួយតខំប្រាថ្នាផ្សងបងផ្ញើវាសនាក៏វែងចោលអញ្ចឹងទៅណាឡើងសុខចុងដោតែអត់អស់គាត់ផង បាទ តែគាត់មកចូលមកទៀតមេខ្មៅងងឹតសំឡឹងពីនិតចិត្តអត់ក្លឹមសារជាតិជាមេអំបៅស្លាប់ពណ៌ឆ្អិនឆ្អៅអួតតែភាពសង្ហាមេឃអើយមេឃកុំភ្លៀងខ្លាំងពេកខ្ញុំស្ទើបែកអរ៉ាមេតាអាណិតដល់ចិនខ្ញុំដែលឈឺផ្សារោគភ័ង្ក្តីភាពបរិសុទ្ធមេខ្មៅងងឹតសូមកុំបាំងបិទចិត្តផ្កាយស្នេហា
មេឃមៀងមេឃប្រាំងមេឃសាំងបនអើយអាណិតខ្ញុំផងអូយបាទពិសេសមែនតើថ្ងៃណាទៅខ្លួនបាច់ស្នំប៉ោដឹងតែជាងអត់កើនហ៎ខ្ញុំស្ដាប់ក្លុកក្លាក់បានន័យថាពីតិចនិចនៅក្នុងការចម្រៀងមួយបទនេះខ្ញុំស្ដាប់ទៅដូចចោះរាវខ្យងឬក៏រាវលៀសអីចឹងឡើងចោះក្លុកក្លាក់បើដង្ហើមខ្លីបាច់ទៅរាវទេបត់ចោះបត់ឡើងដោយបងស្រីបានលើកឡើងចឹងបើគាត់អត់កម្លាំងបាច់ពឹងឲ្យច្រៀងទេដឹងថាវាមិនបានដូចចិត្តដែលអ្នកស្ដាប់ហើយវាមានក្លុកក្លាក់នៅក្នុងហ្នឹងតកបួតច្រៀងឈរហ្មងណាបាទចាហើយខ្ញុំស្ដាប់ទៅដូចជា graphic មួយចឹងណាដូចជា graphic យើងឃើញហើយកន្លែងគេស្ទង់បេះដូងវាមានសម្រាប់លោតចុះឡើងចេះបាទនិយាយទៅសម័យឥឡូវចម្រៀងជាប់ copyright កុំអីចាក់ម្ចាស់ដើមឲ្យគាត់ស្ដាប់ហ្មងបាទគឺការដែលការខ្ញុំស្ដាប់តិចនិចបងស្រីច្រៀងអំបញ្ញមិញហ្នឹងគឺវាមានតែតិចនិចបន្តិចហើយបើថាបើចុះសឹងតែចុះទៅដល់បាត់ទឹកបាត់បឹងហ្នឹងហើយជីកអាដីណាចុះទៅមួយតង់ទៀតសំឡេងចង់បានន័យថាអញ្ចឹងចេះស្ដាប់ទៀតបើថាចុះទៅឡើងផុតដីហើយបើឡើងវិញដល់ចុងដងហើយលោតដល់លោតហួសទៀតផុតខុសហ្នឹងទៀតបច្ចេកទេសពួកគាត់ពីដើមម្យ៉ាងម្នាក់គាត់ថាខ្លាំងម្យ៉ាងម្នាក់អញ្ចឹងហ្មងគាត់ខ្លាំងដោយបត់ទៀតបត់ណាគាត់មានមេបត់គាត់មួយផ្ទុះអញ្ចឹងបាទបែរថាមានជួយឲ្យខ្លាចខ្លួនម្នាក់គឺមនុស្សម្នាក់សិតតែមានគេហៅថាដងខ្លួនឯងក៏ដូចជាមានមនុស្សម្នាក់មានគេហៅថាសមត្ថភាពពិសេសរបស់ខ្លួនឯងម្នាក់មួយគឺអត់អាចមានច្រើនទេបែរថាសមត្ថភាពមួយអញ្ចឹងបានថាបងស្រីបានលើកឡើងអំបញ្ញមិញរបស់លោកស្រីម៉ៅសេរីហ្នឹងគឺបទរបស់គាត់ហ្នឹងគឺតិចនិចរបស់គាត់ហ្នឹងតិចរបស់គាត់ហ្មងហើយគេស្គាល់ហ្មងគឺតែបទហ្នឹងគឺអត់ច្រឡំទេចង់ឲ្យទៅអ្នកដតីច្រៀងឲ្យដូចគាត់ទាំងស្រុងតែម្ដងក៏មិនអាចដូចដែរពីព្រោះមនុស្សម្នាក់មានតិចនិចរៀងខ្លួនហើយអាចច្រៀងបញ្ចេញបញ្ចូលអាក្លុកក្លាក់តិចនោះរៀងខ្លួនមែនទេបងស្រីចាហើយស្ដាប់បទណាយទេបទគាត់មួយគឺថាអត់ណាយចឹងហ្មងឃើញគាត់ច្រៀងបទធម្មតារបស់គាត់ក្តីក៏ពិបាកច្រៀងណាមិនស្រួលច្រៀងទេកុំឃើញណាអូយបទហ្នឹងធូរស្រួលច្រៀងអត់ទេបាទតើស្ដាប់បាទបើយើងអ្នកចេះស្ដាប់បទចម្រៀងពិតប្រាកដហើយតារាចម្រៀងដែលស្រឡាញ់បទពីដើមហើយចង់ច្រៀងតាមឲ្យព្រោះតាមគាត់ពិតប្រាកដផ្ទៀងស្ដាប់គាត់ណាគាត់ធ្វើបែបបទមិនចឹងណាបាទចាបទធូរនោះក៏ត្រូវការបច្ចេកទេសនៃការច្រៀងរបស់គាត់ច្រៀងឲ្យត្រូវបទគាត់ដែរខ្ញុំសរសើរបងស្រីវិញខ្ញុំសរសើរត្រង់ថាមិនមកសរសើរបងវិញអង្គុយច្រៀងហើយអាចស្រែកតង់គាត់ដែលខ្ញុំស្ដាប់ទៅបើថាលោតពីលើចុងបើថាឡើងដល់ជើងដងហើយលោតទៅដល់លើទៀតឲ្យច្រៀងភ្លាមនេះគេហៅថាច្រៀងអត់ព្រៀងຕົកបានប៉ុណ្្នឹងឯងបើថាយើងច្រៀងផ្លូវការហ្មងបងឈរច្រៀងហើយប្រមូលផ្ដុំកម្លាំងហើយចូលអារម្មណ៍ដាក់តួណាហើយនឹកបច្ចេកទេសបត់គាត់យកឲ្យបានល្អជាងនឹងចឹងណាបងស្រីខ្ញុំចាប់អារម្មណ៍នេះតារាចោមច័ន្ទនេះនៅខាងក្រោមប៉ុន្តែកាមេរ៉ាចាប់អត់បាននេះតិចទៀតខ្ញុំដាក់ពីលើឲ្យមើលលោកយាយសូសវឿនមុនចឹងក៏បានបាទអញ្ចឹងលោកយាយសូសវឿនខ្ញុំចង់ដឹងថាអូយគាត់យើងហៅលោកយាយគាត់នៅហួរតាបាទខ្ញុំប្រើពាក្យលោកស្រីថាដូចអ្នកគ្រូចឹងថ្ងៃនេះរៀនច្រៀងតាមគាត់យើងគាត់ធ្វើដូចអ្នកគ្រូចឹងខ្ញុំចង់ដឹងថាតើលោកស្រីសូសវឿនដែលបត់ជាប្រចាំតកូលហ្នឹងបែរថាជាបត់មេរៀងខ្លួនហ្នឹងបត់អីដែលចាប់អារម្មណ៍ជាងគេបងស្រីបត់និយាយទៅបត់គាត់មានច្រើនណាស់បត់ព្រោះរបស់គាត់មេបត់ហ្នឹងគឺច្រើនមែនតើគាត់តែប្រាប់ទៅអូនអត់ដែរដឹងណាបត់គាត់បត់ស្ទឹងសែនប៉ារីសអីហ្នឹងគេយេស្ទឹងសែនប៉ារីសអ្នកបំរើតាមយន្តហោះចាហើយជាពិសេសជំនាញគាត់ច្រៀងបត់ជើតបត់រំពងបត់ឡាំលាវបត់ពុកប្លែកទម្រង់ច្រើនបានច្រើនណាច្រៀងជាមួយអ្នកលោកតាមីសមនក៏ច្រើនដែរបត់ជើតបត់អីហ្នឹងគាត់មានពហុទម្រង់ដែរពហុទម្រង់នៅក្នុងការច្រៀងបែរថាមិនមែនច្រៀងតែទម្រង់បែបមនោសញ្ចេតនាមួយទេអាចជាលក្ខណៈឈើតរំវងសារវ៉ាន់ឡាំលាវអីចឹងទៅគាត់អីចឹងបានមកសេតមកកំ plei របស់គាត់ហ្មងជាពិសេសគាត់ជាមកដាក់រស់នៅរស់ទៀតគេណាអូនៅរស់បច្ចុប្បន្នដាក់ដូនតាយើងនៅក្នុងនោះមិនមែនទៅអស់ខ្លះនៅទេតានៅមួយដែរណានៅបច្ចុប្បន្នលោកស្រីគាត់អញ្ជើញនៅក្នុងពេញនៅរឹងមាំហ្មងខ្ញុំបានជួបគាត់ហើយថ្ងៃមុននៅពេញយើងបានជួបគាត់អត់ទេគាត់ឡើងចុះឥឡូវប្រហែលជាទៅនេះប្រទេសបារាំងបាត់ហើយគាត់ឡើងចុះសាមចុះមកខ្មែរហ្នឹងតើថ្ងៃមុនជួបគាត់អូយបានជាងលេងមួយគាត់ដែរនៅកន្លែងបងយ៉ងពៅអូយសំលេងនៅតែខ្លាំងគាត់ហើយនៅតែរឹងមាំនៅតែនេះហ្នឹងឃើញគាត់គាត់ខ្លាញ់គាត់ណាចាំមើលបងគាត់ចុះមកស្រុកខ្មែរតាហ្នឹងបងជើញគាត់មកដែរមកកន្លែងមកដាក់សំនៀងយើងហ្មងគាត់ឃើញគាត់ខ្ញុំចង់ដឹងថាតើសំនៀងគាត់ដែលបែបមនោសញ្ចេតនាចង់ដឹងថាបត់អីដែលជាប្រចាំតកូលរបស់គាត់ណាដែលបងធ្លាប់ដឹងពីមុនចាបត់កំពុងលួងដួងចិត្តណាបងប្រហែលបត់ហ្នឹងមួយកំពុងលួងដួងចិត្តអត្តន័យនៅក្នុងហ្នឹងបានន័យថាទីកន្លែងមួយដែលកំពុងតែស្រុកកំពុងលួងយើងហ្នឹងបាទទីកន្លែងមួយដែលកំពុងតែចាំហើយបានន័យថានៅកន្លែងហ្នឹងគឺគាត់
bài thà quạt tới đo cả lại ti tăng nắng cứ miên ở vậy muối mình luôn chật quạt ở quạt ban chiêng là bọt nằng mà đang chia nè đi pôn được cái ấy thế mà vừa tới nông ăn tận đấy bài ta vừa tới nè đi pôn này để quạt để từ sọc nào muối miên bọt nơi nông mỏ cái nè bỏ hay bọt quạt cứ thử quạt chơi rồi đã chơi mà riêng rụp nát để tới nông pro nông lên quạt đây nè cha chắc bong xong bọt nông bọt cha nè cừu sô xả vườn ba nè cừu bây giờ hạt tam còn rồi ngày nè đập quạt xong bốc quạt chiềng mách mớ hạt tam nè cừu mớ nè sau đó nè cừu sẽ cừu đau á cừu thơm á nè cha ya lia prai rây yom bao pran khăn khai bru roi la spien chia than khăn chai snai khnyom piêm ní đuông chất pro đất rương sắc sân đông phùm sông vó prey trời thông tôi dùng sống cái đây mê ta ria trai đai dần chuột kia đóng bông lờ spien chất công bông luôn cài prong priết lờ mê kia ngày đã dần bài spien sài óng vô đam tha mà cha chi vật ta ngày na Việt Nam bán chuông chia mây ao cầm búng luôn chuông miệng đang căm chân chiên con sai thằng ngô ba năm cha chăm chân cho rõ ngày ba bong riệp ca pratna cô mây bong ơi complex hai sray chọn đây pro thay công kha cô bông ban priêng tiếng tai cắm phơi lẹp cha tung sao con vò cầm phơi áo dường trai than cắt sách tèng đông sông ai thấy ban sông san bà chiết ní dường khó khăn chiết cài sông ban chúc bọt cọt đó nè. Nhom sẽ đáp nó không ăn tận ấy ní, còn pung luống đuông chật. Nhom sẽ đáp mơ tới đôi chỉ miên ca bà đôi chỉ miên ca không ăn tận ấy á nè. Chà. Bà miên ca rong trăm đòn nam mà nè, hơi nước không cái lấy nước miên là nụ sao bì mùi tiệt. Bà trong ban bằng không chết ở nẹn này pun nữa, bên này pun hơi nước có, ôi lục sợi xô sờ nước bọ sài nước bọt nè. Bà này thà con rước character bom mình nương, phụt character khác. Ở xạ xong nâng ở với để quạt trong ao riêng này có bắn tay quạt đằng thang đi pôn hái vô tại ơi nè riêng rồi tụ ông mùi na để xong nâng ca đi pôn nè bà chẳng kia rất riêng mùi ôi pro nè đại bong ở chiếng màu nó cứ bọt lá điện mình lư điện phải em sầm lấy quạt phải em lần cái hai tha sầm lấy nhà ray cần đắng á là việc ray phải em mỏ phải em luôn mỏ bọt quạt đó nè lần phải em cả lúa nên cái hai ta sẽ được sầm lên ray gần đằng chăng á na sản niệm quát nắng ray gần đằng sầm lên nhiều trà xong tập bị ray gần đằng nắng này chỉ đừng bọt ray min để chôn mà lấy nè ngày sầm lên đôi xà cà ray gần đằng này chăng á này chăng á xuôi nhau chăng ai biết sầm lên quát em chăng cha make me sọt tôm nấm băng so xanh truông tầng trong bài truông tầng trong bài đến cái đời chụp xa môn prey rong yêu hào son thi bong đánh snai ha nâng rụp on ha
វត្តគាត់មួយទៀតអ្នកបំរើតាមយន្តហោះ បាទ អូយព្រោះណា គិតទៅមរតកដើមគឺក្នុងបទនីមួយតិចនិចខុសគ្នាពីព្រោះមនុស្សបាទបច្ចេកទេសខុសគ្នា ចែកទេគាត់ច្រៀងឃើញហ៎ បាទផ្សេងគ្នាស្ដាប់ទៅដូចអត់មានជន់ជាមួយនឹងនរណាម្នាក់ឯងព្រោះអីសំឡេងផ្សេងគ្នាហើយគេហៅថាជាសំឡេងឯងចឹងណា ចាសំឡេងគាត់ត សំឡេងម្នាក់ដាច់ ស្ដាប់ទៅភ្ញាក់ណាស្ដាប់គាត់ដល់បត់នេះស្ដាប់ទៅតងបត់ប្រៃល្បាស់ខៀវខ្ចីប្រៃល្បាំងខៀវខ្ចីណែ3កង់កលាក់គាត់កតុយ បាទ ពតផ្ទៃចាងភ្នំរសៀលរៃយំបនតុំតុងខាចែកទេគាត់អញ្ចឹងណាបងជឿទេចាក់ស្ដាប់ បានន័យថាអញ្ចេះបានន័យថា ជឿទេអូនឯងចាក់ស្ដាប់បាត់ដើមហ្នឹង គាត់ទួលនៅក្នុងបរិយគេដាក់តែមួយឯង ចា បានម្លងឆ្ងាយចឹងទៅបានគេដាក់មួយទៀតតែបើគាត់ដាក់នៅក្នុងបរិយវិញក្នុងមួយជួរនោះគាត់ដាក់3តែឯងឯងទួលគាត់ឲ្យចុះទៅទឹក ចាចៃយ៉ាងណាកញ្ញាហើយនេះអត់ដឹងប្រៃលបាំងខៀវខ្ចីខោ បាទ យើងតាមដានឲ្យដឹងស្ទាយ តែថាដូចញីហ្នឹងខ្ចី បងអត់ទេបងតាមស្ដាប់ពួកគាត់គ្រប់ក្លៀតកន្លោះយ៉ាងហ្មងប្រៃលបាំងខៀវខ្ចីពតផ្ទៃចាងភ្នំរសៀលរៃយំបនតុំតុងខាអោភ្នំចុងស្រុកចំរំវាសនាអើយសំឡេងគាត់ផ្អែមចឹងគេហៅថាតងហ្មងស្ដាប់ ចាំបានន័យថាបើសិនបើគេឲ្យលុញគេហៅថាម្សៅបាញ់ជំនឿលុញហើយមិនមែនមូលទេណាលុញហើយគេថែមអាប្រេងហ្នឹងដាក់ឲ្យលងទៀតមូលលង បច្ចេកទេសពួកគាត់ម្នាក់ លុញឲ្យឡើង រៀងខ្លួនខ្ញុំឆ្ងល់យ៉ាងហ្មងចឹងមិនថាយើងស្ដាប់ឲ្យមិនណាយទេអ្នកច្រៀងឥឡូវគាត់អត់ដឹងគាត់ចេះតែច្រៀងអត់ទៅត្រូវតែបត់ទៅយកស្ទីលអឿនខ្លួនឯងខុសគាត់ស្ដាប់ឆាប់សាំឆាប់សាបច្រៀងតាមហើយនឹងនៅស្ដាប់សាបទៀតចឹងហើយបត់ពួកគាត់វិញអូនឃើញយើងស្ដាប់រាប់10ឆ្នាំហើយយើងនៅតែព្រោះចឹងបត់ពីដើមចឹងមិនថាអត់នៃបត់ពីដើមមិនធម្មតាអូយនេះខ្ញុំស្រឡាញ់គ្រប់ខ្ញុំច្រៀងបានគ្រប់តារាចម្រៀងទាំងអស់ដូចសំនៀងនិយាយហួយមាសក៏ច្រៀងបានចម្រៀងគាត់ចឹងមិញខ្ញុំដឹងសលេងពួកគាត់ទៀតសលេងពួកគាត់ឃើញរបៀបស្ដាងកលួចដូចរៃកណ្ដឹងអីចឹងបើសលេងដូចយាយប៉ែនរ៉នគេហាសនាមខ្នៅណាំងអូយខ្នៅណាំងផ្អែមជួយស្រួយសឹបឆ្ងាញ់ហ្នឹងក្លុកក្លាក់មិនងាយទេណាសលេងគាត់ពិបាកណាបាទខ្ញុំចាប់អារម្មណ៍បត់គាត់មួយបើមាននិស័យគាត់ឯងដឹងមិនទេ នេះអត់ដែរលឺ បើមាននិស័យអត់ដែរលឺទេបើយើងដូចថាបត់ដូចថានេះធម្មតាអត់ដែរលឺរបៀបថាស្មោះពីចិនដារងចាំវាសនានឹងនិស័យបើកងស្រណោយអឡៃគួលោកីគ្មានខ្លឹមសារសមតែអាណិតគាត់ធ្វើ បាទ អូនឯងមិនជឿទេវាយបាត់ចម្រៀងបើមាននិស័យចង់ស្ដាប់គាត់ច្រៀងអញ្ចឹងខ្ញុំឃើញ សមតែអាណិតបើសិនជានេះអត់ចេះធ្វើកន្លែងហ្នឹងច្រៀងអត់កើតទេណា បាទអញ្ចឹងឥឡូវយើងបន្តនៅបទរបស់បងស្រីមានលក្ខណៈដែលគាត់បកស្រាយស្រីប៉ែនរ៉នដែលបទហ្នឹងមើលទៅដូចមានអារម្មណ៍ថាដូចមានអាកលុកកលាក់ពីមុនហ្នឹងបើថាសូមវាទៅជាអញ្ចឹងវិញណាដូចមនុស្សអាគេហៅថាអាសេះផាយោសេះសេះគាត់ស្ដាប់មិញចេះបាត់ទៅណៃបាទអញ្ចឹងឥឡូវមើលសុំបងស្រីបកស្រាយមកឃ្លាននៅកន្លែងនឹងមកចាប់អារម្មណ៍កន្លែងហ្នឹងដែរបាទកន្លែងនេះបាទដំបូងបត់គេណាហ្នឹងបងតំចេះដែរបត់ហ្នឹងចាបត់ហ្នឹងបត់កប់ចាហើយកម្រមានអ្នកចេះហើយបើចេះក៏ពិបាកធ្វើអត់សូវមានអ្នកច្រៀងអញ្ចឹងណាចាស្មោះពីចិនដារងចាំមេត្តានឹងនិស័យបើកងស្រណោយអាឡៃនោះលោកីមានខ្លឹមសារសមតែអាណិតអាសរជីវិតដែលកំព្រាបើសិនចិនបងក៏បំណងប្រាថ្នាចិនជឿថា
រੂគ្មានអីសង្ឃឹមដាញ់តើមករស់នៅយប់ជ្រៅច័ន្ទគ្មានប្រណីមេត្តាបំភ្លឺរស្មីជានិស័យស្នេហាសាហានលួចស្រឡាញ់សងចិនចោចាញ់មិនវាចាបើជីវិតថ្លៃមាននិស័យវាសនាប្រត់មួយគ្រាគង់ជួបវិញសាច់យកហ្នឹងជាបងប្អូនអើយនិយាយទៅបងស្រីពាក់ហូកនៅក្នុងការបកស្រាយពាក់ហូកបកស្រាយនៅក្នុងបទចម្រៀងណាឲ្យតែថាខ្លាចតែបទអត់ចេះដល់បទចេះគឺថាស្ដាប់ពួកគាត់ណាស់ដែរហ្នឹងបានយើងច្រៀងត្រូវច្រើនចា៎ចុះខ្ញុំចាប់អារម្មណ៍បងស្រីកាលហ្នឹងបងស្រីបានលើកយកបទច្រៀងនៅតាមការ live ណាបាទការចំនួនផេកចាស់បងកាលហ្នឹងបងស្រីផេកចាស់គឺអ្នក view ច្រើនណាហើយឲ្យតបងស្រីបើក live គឺមាន fan គាត់ចាំមើលហ្មងហើយ fan ភាគច្រើនមិននៅក្នុងស្រុកទេ fan ដែលច្រើនជាងគេបំផុតហ្នឹងគឺនៅក្រៅប្រទេសរាប់សិបម៉ឺននាក់ចាំតាមដានគាត់គ្រប់ត្របាត់ពីដើមណាបាទឃើញបងច្រៀងបទបកស្រាយនៅសំនៀងបទជើងមេឃពណ៌ខ្មៅកាលហ្នឹងតាមរយៈការ live បាត់លោកយាយប៉ែនរ៉ដែរហ្នឹងបាទគឺបងស្រីបកស្រាយកាលហ្នឹងហើយអ្នកខមមិនច្រើនមែនតើអ្នកមើលក៏ច្រើនដែរកាលហ្នឹងដូចនៅផេកចាស់ការខ្ញុំចាំផេកចាស់អូខូចបាត់ហើយពុកម៉ែបងប្អូនហើយកុំភ្លេចណាជួយវាយឈ្មោះមាសលក្ខណៈតារាត្រីងៀតអសរខ្មែរហ្នឹងមកលោតឡើងមកវិញផេកនេះខ្ញុំជួយ live ផេកម្នាក់មួយផងបាទចាខ្ញុំដាក់ផេកបងនៅលើអេក្រង់ទូរស័ព្ទហ្នឹងដើម្បីឲ្យពុកម៉ែបងប្អូនចូលមកជួយ liveបាទកំងត្រីងៀតអីតាមលេខទូរស័ព្ទ0964567772លេខ Telegram នាងខ្ញុំបងប្អូនអើយចាបាទព្រោះបងស្រីគាត់បាត់ផេកដល់ទៅពេលអញ្ចឹងទៅ fan បងប្អូនចាស់អីហ្នឹងគឺបាត់ច្រើនណាស់មេឃពងខ្មៅចង់ភ្លៀងដាក់បាត់ជើងមេឃពណ៌ខ្មៅមែនបាទពីព្រោះយើងក៏ចិត្តអស់ម៉ោងដែរដោយសារឥឡូវហ្នឹង3:00កន្លះឲ្យបងស្រីដាក់បាត់លោកយាយប៉ែនរ៉នតិចទៅហើយចូលបាត់លោកយាយធំរស់សេរីធានោះបាទក៏យើងបញ្ចប់ត្រឹមលោកយាយរស់សេរីធានោះបើច្រៀងអស់គ្នានៅច្រើនយើងទុកវគ្គក្រោយមួយទៀតពុកម៉ែបងប្អូនពីព្រោះថាបើច្រៀងថ្ងៃហ្នឹងអស់គឺអត់អស់ទេបត់រាប់រយពាន់បត់នោះនៅជួបមួយពួកគាត់ច្រើនអ្នកទៀតអញ្ចឹងនេះគឺជាភាគមួយហើយទុកឱកាសឲ្យបងស្រីដើម្បីជួបជាមួយនឹងចម្រៀងគោកនៅវគ្គក្រោយទៀតចាក្រោយផ្សេងទៀតច្រើនគ្នាណាហើយជាពិសេសបំផុតហ្នឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនដែលបានទស្សនានៅកម្មវិធីរបស់បងស្រីដែលបានថាបាត់ផេកបាត់ទំព័រផេកហ្នឹងយូរហើយខ្ញុំចង់ឲ្យពុកម៉ែបងប្អូនចូលមក live នៅផេកបងស្រីដែលខ្ញុំដាក់នៅលើអេក្រង់វីដេអូនេះអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចចូល like comment share នៅជាសំនៀងរបស់បងស្រីផ្ទាល់ដែរមិនមានការកែច្នៃនៅជាងផ្ទាល់ហ្មងបត់បានន័យថាសំឡេងដែលដាក់ភ្លេងចូលមកអមណានេះបានន័យថាច្រៀងគោកអត់ចោះទឹកទេបាទមានដាក់ទឹកទេមានពឹកទឹកអីមិនតិចបាទគឺគោកយកតែឥឡូវយើងដាក់បត់ជើងមេឃពណ៌ខ្មៅមួយឃ្លីបពីឃ្លីបដែរដើម្បីចូលបត់លោកយាយអញ្ចឹងណាទុកបត់លោកយាយដែលពីរោះចុងក្រោយគេដែលជំនាញនេះខ្ញុំច្រៀងបត់គាត់ច្រើនជាងគេហ្មងបាទដល់ពេលអញ្ចឹងខ្ញុំបានមកសម្ភាសក៏ដូចជារៀបចំកម្មវិធីបងស្រីច្រៀងគោកនេះឡើងហ្នឹងគឺចង់ឲ្យពុកម៉ែបងប្អូនហ្នឹងអញ្ជើញមក live page ក៏ដូចជារននៅអ្វីដែលបងស្រីដែលបាត់ពីមុនដែលគេយកទៅបាត់ហ្នឹងដែលពុកម៉ែបងប្អូនខានបានសម្ដាប់នៅចម្រៀងរបស់បងស្រីហ្នឹងឲ្យចូលមកវិញបាទអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរកម្មវិធីរបស់យើងនេះគឺមានរយៈពេលតែ1ម៉ោងទេឥឡូវចូល40នាទីជាងហ្នឹងអញ្ចឹងឲ្យបងស្រីបកស្រាយនៅសំនៀងរបស់លោកយាយប៉ែនរ៉នបាទលោកស្រីប៉ែនរ៉នដែលជាសំនៀងដែលផ្ទុះមែនតើកាលពេលបងស្រី live កាលពីនៅផេកចាស់របស់បងស្រីបាទជើងមេឃពណ៌ខ្មៅហៅបងលែងលឿងស្រីណាមិនជឿដួងចិត្តសោកាយបើប្រក្បត់សម្បត្តិស្នេហាហ៊ានរៀបការតំនឹងគូថ្មីតើសល់អ្វីឲ្យខ្ញុំសង្ឃឹមស្ដាយព្រមវិចារីស្ដាយវ័យក្រមុំយំ10000ឆ្នាំក៏មិនបាត់ដែរអើស្ពានអើយអាណិតខ្ញុំទេតើត្រូវជេរឬមិនត្រូវជេរប្រក្បត់ស្នេហ៍ចិត្តរេដូចភ្លៀង
áo bong ơi bong ôn mình khăng tê ôn mình chê tê nữ tài sna chiến nách ai plek mình plek tvay ba pro miền lập bạch xu giống so sạch mènปีtôi đã thông cái nhung dung thom mà đang dung pro sna ha mình đại dung tê tai bé ninh cái nhung dung cái miền la cái nhung không túc tất bên na đai tai tất bên nơi hồ đò đai dục đi cái nhung dung sai prap thomไม่เจียดปรับใส่อายเตียนกลมเอาโดยขยมแมนสนายหาปามเจียงตะกมุมแต่สนายหาอาจเอาเยิงยมมันบัดออกมวยชีวิตจับไปmột bọt pin nó đập tới lau phử sờ bol máu phụ mang bó này phử ở toàn bát đấy nè trụ bẹ miền sâu lo bát này ta chua pe nơi sầm niêng mùi bọt đài bọt này cọp không nói dạ pe châu của mùi bơ chứ nắm cái bong sấy càng lai đại bát đại bát hay bong sấy á bà nhung chầmการน้องมองใส่ลายเขาชิวคือโจมเมื่อเชิญเป็นเต้นเป็นดอกบัดนั่งด้วยตู้หมอโอนความตรงเป็นน้องเนี่ยลายเนี่ยเมื่อแต่มีเพลงมันตองเพลงเนาะบ่าการฉนอนนึงตอนจับตีบ่าตอนจับไปยังเชียงเพลงไปรู้เชียงบ้านการฉนอนนึงบ่าอะไรจับบัดในแปนร้อนแล้วยังโจดอะไรรู้สึกเทียมมาดองยังดับบัดภูมิบะเปรี้ยนะบ่าเอาภูมิบะเปรี้ยภูมิบะเปรี้ยนั่นคือยังได้ลวดไทยหมองเติมได้รูปโอนจีโกนใส่เนี่ยในศาสตร์โกนใส่ในศาสตร์เป็นได้แมนยมโกนเนี่ยในศาสตร์ด้วยนะองปูมิงในศกภูมิเนี่ยในศาสตร์บ่าพวกไม้บองปอนเอาภูมิบะเปรี้ยนั่นคือมีเหืองบักเกตีให้ขนมใส่เหืองบัดจุ่มเรียงนั่นไงคือหนึ่งเมียนเอาไว้พลายในเปย์ในบองสไลบอสไลบ่ยัดงัดเอาภูมิบะเปรี้ยชาวบองจำไงนะยังเราภูมิบะเปรี้ยเฉียงบัดนั่งไงบ่าให้เมื่อไตรกิ่งพวกเมื่อขอยังไงดังมองไงยังเราภูมิบะเปรี้ยนั่งเฉียงนั่งหมดตักนั่งมองเนาะบ่าบองบ่าจังกับเอาจุ่มไหลไปยุ่งสมบองสไลจึงบอกเอาภูมิบะเปรี้ยเนี่ยเป็นโซริยาเรียบเล็กรอหลอกปรักร่มเล็งปอปรมสวรรค์ปอปอกรอสัตกัดแมกเนี่ยเปสายยนไอ้นี่ก็ร้อนหรือแสนจะง่ายสรอนงภูมิในอังเดศาสตร์อันใดเลิบเตยจละสาจมนอใส่หากันตราเรื่องดามเตียงโอกาลบองนางโอนสร้างกระบอนสนายหายังสมองไอเลอรูปรอบอบองจาลอนไอกาเธอมาดังรูปโอนเจียก่อนใส่เนียงในศาสตร์จีบกามันสะอาดเพราะหลังจอบกลั้นมาช้ามองสกอเจียนหายบอบกาเจ้าขนมเจ้าละซานี่หายเบียสนาบอกพาเนื้อภูมิบังเปรียเพรตรอบบังกอมเรื่องสนายเนียงกรอโดยเปรียมแกซอตราบใดหยอกตาเพราะหาจับตั้งไปปรังรอดาคาวอสาก็ปรองสนามันขานเยียตราว่าเวงซึ่งแต่ครบบอสในท่าสำเนียงไอ้กับบอสตัวเอายืนบ้านมาเนี่ยนั่นคือบอสไรบอสไรซึ่งแต่บ้านแต่ครบเนี่ยบ้าให้สำเนียงมาเนี่ยนั่นคือ
ពេលស្ដាប់បងស្រីទៅគឺកលុកកលាក់គាត់នឹងផ្សេងគ្នាដែរ អូយស្ដាច់ខ្លាំងហើយជាផ្សេងបាត់លោកយាយ មរតកដើមរបស់យើងហ្នឹងគឺសំនៀងរបស់ពួកគាត់ហ្នឹងគឺពិតជាល្អឯកមែនតើបាទគេប្រើពាក្យល្អឯកហ្នឹងចាំបានន័យថាជាសំនៀងមួយជា unit របស់គាត់ color របស់គាត់ រាជនីរាជនីលោកយាយរាជនីសំលេងមាសចាលោកតាសិនមុតអធិរាជសំលេង បាទ ចា បាទគណៈវេលានេះខ្ញុំបាទក៏ដូចជាបងស្រីមាសលក្ខណៈបាទក៏សូមអោនកាយគោរពលាពុកម៉ែបងប្អូនតែប៉ុណ្ណេះហើយខ្ញុំនឹងនាំនៅភាគ2ដើម្បីជូនចែកជូនទៅពុកម៉ែបងប្អូនទស្សនាសម្ដាប់ក៏ដូចជាទស្សនាបន្តទៀតនៅសំនៀងគោករបស់យើងពីព្រោះថាសំនៀងច្រៀងមួយថ្ងៃនេះអត់អស់ទេច្រៀងមួយអាទិត្យទៀតអត់អស់គ្នា ផងនេះ បាទពីព្រោះច្រើនមែនតើអញ្ចឹងយើងទុកភាគ2ហើយក៏ដូចជានៅក្នុងវីដេអូនេះក៏ដូចឲ្យពុកម៉ែបងប្អូនបានចូលមក live ក៏ដូចជា share នៅសំនៀងរបស់បងស្រីឡើងវិញពីយើងធ្វើកម្មវិធីអត់ព្រៀងទុកទេពុកម៉ែបងប្អូនព្រោះដោយសារយើងធ្វើអីចង់បានជា real សកម្មភាពពិតៗគាត់សុំមកលេងបងប្អូនហើយដល់ពេលមកលេងនេះថាចង់មកឲ្យបងឯងជាងកុកទីទួយហើយអត់ដឹងថាសួរពីអីពីគេចាបងគឺដាក់នៅក្នុង YouTube ពូជឿនហ្នឹង YouTube ពូជឿនណា ដោយសារតែបងប្អូនឲ្យជួយ ខ្ញុំធ្វើថ្មី ឲ្យបានច្រើនហើយជួយចាដាក់បេះដូងជួយ comment ល្អៗបងប្អូនចង់ស្ដាប់គាត់អីសនំពមកខ្ញុំហើយគណៈវេលានេះក៏សូមគោរពលាគោរពអោនកាយគោរពលាពុកម៉ែបងប្អូនម្ដងទៀតបាទសូមអរគុណចា